ចំណែកឯខាងក្រោយបើសកត់3គេហៅថាមកកោះតពុបាទនៅពេលនេះឃើញតែជើងទី1ស្មើជើងទី2មហាទន្សាយបាទធម្មតាសាយមានល្បិចច្រើនណាបាទប៉ុន្តែតែចាញ់ខ្យងអញ្ចឹងបាទសម្រាប់ຂະຫນາດវែងនោះបាទគូទី1មកផុតហើយចាំមើលគូទី2បាទគូឲ្យកយគុណគូឲ្យទស្សនាមែនទែនសម្រាប់ទូកងើទូកអុំនោះຂະຫນາດវែងនេះគឺល្អមែនទែនបាទមើលលបឿនគូឲ្យចាប់អារម្មណ៍ចាគូទី2នេះគឺខ្សែទឹកខាងក្រៅចៅពេជ្រកុមារបុប្ផាជ្រោយថ្មជាទូករបស់ខេត្តកំពង់ចាមចាប់ប្រកួតជាមួយនឹងទូកខេត្តកណ្ដាលចាខេត្តកណ្ដាលទូកស្រីសសុកសានជ័យចាចៅពេជ្រកុមារបុប្ផាជ្រោយថ្មគឺជាទូកដែលបានឧបត្ថម្ភដោយលោកជំទាវលៀងវួយឆេងសម្ដេចឧត្តមទេពញៀនហ៊ុនណេងឯកឧត្តមឧបនាយករដ្ឋមន្ត្រីនេតសវឿនអ្នកអង្គការហ៊ុនតូលោកអង្គការឆនធារីលោកអង្គការលេងហួរនិងលោកអង្គការលឹមប៊ុនណាចារីឯខ្សែទឹកខាងក្នុងគឺឧបត្ថម្ភដោយឯកឧត្តមបណ្ឌិតវង្សសីវិសុទ្ធឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងឯកឧត្តមសុកសូកានរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បាទនៅពេលនេះឃើញថាគូទី2នេះកំពុងតែបញ្ចេញទេពកោសល្យនិងបច្ចេកទេសគួរឲ្យកយគុណយកតែមែនទែនដោយចម្ងាយដោយបច្ចេកទេសដោយលបឿនប្រហាក់ប្រហែលគ្នាបាទចៅពេជ្រកុមារបាទចៅពេជ្រកុមារបុប្ផាជ្រោយថ្មដែលកំពុងតែស្ថិតនៅខ្សែទឹកខាងក្រៅដែលមានឯកសណ្ឋានពណ៌លឿងបាទរំលឹកទៅដោយមួកពណ៌សល្អទៅដោយចុងចង្វាពណ៌សដូចគ្នាបាទចំណែកឯខ្សែទឹកខាងក្នុងដែលមានឯកសណ្ឋានពណ៌បៃតងគឺស្រីសសុកសែនជ័យឯកសណ្ឋានពណ៌បៃតងតំណាងឲ្យបរិស្ថានតំណាងឲ្យអ្វីដែលមានធាតុអាកាសត្រជាក់ល្អណាស់ក៏ប៉ុន្តែហាក់ដូចជាបងចាញ់គេហើយស្រីសសុកសែនជ័យព្រោះបុប្ផាជ្រោយថ្មល្អទៅដោយឯកសណ្ឋានល្អទៅដោយចុងចង្វាបងនៅក្បាលទូកនោះបាទឈរឆ្វេងពាក់អាវក្រហមបាទខុសពីអាវលឿងបញ្ជាយ៉ាងសង្ហាប្រាប់ថាយើងហាក់ដូចជាមានព្រៀបអីកុំបន្ទូដៃបងប្អូនព្រោះជើងទី2ឯងកាលណាចប់ជើងហ្នឹងគឺយើងបានសម្រាកអូបាទមើលចលនាគាត់ឯបុប្ផាជ្រោយថ្មបាទយ៉ាងម៉េចទៅហើយបាទខ្សែទឹកខាងក្រៅនៅពេលនេះឃើញថាចៅពេជ្រកុមារខាងក្រៅគឺចៅពេជ្រកុមារបុប្ផាជ្រោយថ្មបានទទួលជ័យជំនះនៅជើងទី2បាទមកការបងក៏បាទធ្វើម៉េចបងកោះចេញឲ្យឆ្ងាយពីគ្នាបន្តិចបាទខ្ញុំជឿថាកាលណាជាប់គ្នាអញ្ចឹងប្រកាសជាមានបញ្ហាហើយធ្វើយ៉ាងណាសម្រួលក្នុងកម្មវិធីនេះឲ្យទទួលបានលទ្ធផលបាទគឺមានបញ្ហាខ្ញុំជឿថាមានបញ្ហាបាទសូមខាងកម្លាំងអន្តរាគមជួយបងកីឡាករសូមរក្សាបាទរបៀបរៀបរយចាសូមរក្សារបៀបរៀបរយសម្រាប់ផ្នែកក្រុមអន្តរាគមសូមអត់អីទេបាទចិត្តជាកីឡាករបាទចាចិត្តជាកីឡាករបាទខុសត្រូវបន្តិចបន្តួចអត់ធ្មត់ឲ្យដល់កម្រិតដើម្បីរៀបចំកម្មវិធីឲ្យទទួលបានលទ្ធផលល្អរលូននិងជោគជ័យបាទខ្ញុំគ្រាន់តែឃើញគៀកគ្នាពាក់កណ្ដាលវេទិកាខ្ញុំមានបទពិសោធន៍ហើយថាប្រកាសជាមានបញ្ហាបាទខ្ញុំគ្រាន់តែឃើញគាត់លើកចុងចង្វាខ្ញុំជឿថាមានបញ្ហានេះគឺជារូបភាពដែលគួរឲ្យកត់សម្គាល់បាទសូមអនុញ្ញាតបន្តមកទៀតបាទដល់គូទី4បាទអញ្ជើញលោកស្រីគូទី4ចាសូមអនុញ្ញាតបន្តទៅគូទី4ការគូទី4នេះទូកដែលពាក់ផ្លាកលេខ029គឺមហាទុនសាយដៃជោសានជ័យចំណោះអុំ75នាក់មកពីឃុំរាយប៉ាយស្រុកកោះមៀខេត្តកំពង់ចាមអុំនៅខ្សែទឹកខាងក្នុងទូកនេះឧបត្ថម្ភដោយឯកឧត្តមបណ្ឌិតសភាចារហងជួនរិនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំប្រកួតជាមួយនឹងទូកដែលពាក់ផ្លាកលេខ031ចៅពេជ្រកុមារបុប្ផាជ្រោយថ្មចំណោះអុំ79នាក់គឺទូកដែលមកពីវត្តសទស្សនារាមជ្រោយថ្មសង្កាត់បឹងកុកក្រុងកំពង់ចាមខេត្តកំពង់ចាមអុំនៅខ្សែទឹកខាងក្រៅទូកនេះឧបត្ថម្ភដោយលោកជំទាវលៀងវុឆេងសម្ដេចឧត្តមទេពញៀនហ៊ុនណេងឯកឧត្តមឧបនាយករដ្ឋមន្ត្រីនេតសវឿនអ្នកអង្គការហ៊ុនតូលោកអង្គការឆនធារីលោកអង្គការលេងហួរនិងលោកអង្គការលឹមប៊ុនណាបាទនៅពេលនេះឃើញថាគូទី4បាទគូទី4នេះខ្សែទឹកខាងក្នុងមហាទុនសាយតេជោសែនជ័យបាទដែលស្ថិតនៅខ្សែទឹកខាងក្នុងឯខ្សែទឹកខាងក្រៅគឺចៅពេជ្រកុមារបុប្ផាជ្រោយថ្មបាទចៅពេជ្រកុមារបុប្ផាជ្រោយថ្មមានឯកសណ្ឋានពណ៌លឿងបាទមួកពណ៌សល្អចុងចង្វាពណ៌សដែរខ្សែទឹកខាងក្នុងបាទខ្សែទឹកខាងក្នុងមហាទុនសាយតេជោសែនជ័យបាទកំពុងតែបងចាញ់ហើយបាទមហាទុនសាយតេជោបាទបានឧបត្ថម្ភពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនោះផងបាទ
បើដាច់ល្អណាស់ខ្សែទឹកខាងក្រៅបាទ ចាចៅពេជ្រកុមារបុប្ផាជ្រោយថ្មចាខ្សែទឹកខាងក្រៅខ្សែទឹកខាងក្នុងមហាទុនសាយតេជោសែនជ័យចាឥឡូវនេះឃើញថាខ្សែទឹកខាងក្រៅបានមកដល់ទីផ្ដាច់ព្រាត់ហើយចាសូមជម្រាបជូនថាសម្រាប់ខ្សែទឹកខាងក្រៅនេះគឺជាទូកចៅពេជ្រកុមារបុប្ផាជ្រោយថ្មដែលឧបត្ថម្ភដោយលោកជំទាវលៀន ចូលទៅមុខព្រះបរមរាជវាំងសម្រាប់ផែនគូពិសេសបាទគឺគណៈកម្មការបច្ចេកទេសរបស់ក្រសួងអប់រំនោះគាត់នឹងប្រើថេរវេលាទៅតាមនាឡិកាបាទគឺសិតតែជាមន្ត្រីបច្ចេកទេសដែលទទួលខុសត្រូវបាទជាច្រើនឆ្នាំមកហើយបាទនេះខ្ញុំបាទជម្រាបជូនផងដែរថាគឺការរកឃើញចាញ់ឈ្នះទៅតាមពេលវេលាថេរវេលានាឡិកាឯនៅទីនេះគឺយើងមើលឃើញតាមភ្នែកក៏ប៉ុន្តែអាចទឹកយកនាឡិកាក៏បានដែរបើសិនណាជាអាចចេញដំណើរបាទផ្ដល់ព័ត៌មានជាសម្លេងមកឲ្យខ្ញុំប្រើនាឡិកាជាក្រូណូអាចដឹងថា1700ម៉ែត្ររបស់ខេត្តកំពង់ចាមលឿនជាងគេនោះប្រហែលបាទសូមមេត្តាជ្រាបជាព័ត៌មានផងដែរនាមសពរស់ជុនដែលបានឧបត្ថម្ភទូកងដែលមានឈ្មោះថាស្រីសភិរុនដែលចូលសែនជ័យស្ថិតនៅក្នុងវត្តមនីរង្សីហៅវត្តថ្មីភូមិអរុនឃុំខ្ពបតងូនស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមឯកឧត្តមសេងទៀងនិងលោកជំទាវព្រមទាំងបុត្រថាវិការចំនួន40,000រៀលភេសជ្ជៈ4កេសលោករតនីតូស្រីហាប់ស្នងការរងខេត្តកំពង់ចាមនិងលោកស្រីផ្ទងស្រីពៅព្រមទាំងបុត្រទឹកបរិសុទ្ធ60យួរលោកមេឃុំខ្ពបតងូនទឹកបរិសុទ្ធ50យួរលោកហូតវិបុលនិងភរិយាព្រមទាំងបុត្រថាវិការ$50ក្នុងនោះឧបត្ថម្ភក្រុមការងារផ្សាយផ្ទាល់នៃមន្ទីរព័ត៌មានខេត្តកំពង់ចាមថាវិការ50,000រៀលសូមគោរពថ្លែងអំណរគុណនិងអរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះអាដាមនិងលោកជំទាវលោកស្រីនិងសូមប្រកបដោយពុទ្ធកោទាំងឡាយ4ប្រការកុំបីឃ្លៀងឃ្លាតឡើយបាទនៅពេលនេះសូមអធិស្ឋានផងដែរជម្រាបជូនគូទី4បាទជម្រាបជូនដល់គូទី4គូទី4នៅពេលនេះបានចាប់យោងឆ្លងកងពាន់ទី1បាទពីកងពាន់ទី1មកកងពាន់ទី2ដែលមានចម្ងាយផ្លូវទឹកនោះ600ម៉ែត្របាទគឺ600ម៉ែត្រជាងកន្លះគីឡូបាទហើយឥឡូវនេះគាត់កំពុងតែបន្ថែមល្បឿនដើម្បីចាប់យោងកងពាន់ទី2បាទស្រស់ល្អណាស់សម្រាប់ទូកបាទចំណុះច្រើននេះគួរឲ្យចាប់អារម្មណ៍យកតែមែនទែនសម្រាប់គូទី4បាទគូទី4នៅពេលនេះចាប់យោងកងពាន់ទី2ហើយខ្សែទឹកខាងក្នុងចៅពេជ្រកុមារបុប្ផាជ្រោយថ្មគឺនៅខាងបឹងកុកកំពង់ចាមទូកនេះឧបត្ថម្ភដោយលោកជំទាវលៀងរួចឆេងសម្ដេចឧត្តមទេពញៀនហ៊ុនណេងឯកឧត្តមឧបនាយករដ្ឋមន្ត្រីនេតសវឿនអ្នកអង្គការហ៊ុនតូលោកអង្គការឈុនថារីលោកអង្គការលេងហួរនិងលោកអង្គការលឹមបូណាបាទគឺខ្សែទឹកខាងក្នុងឯខ្សែទឹកខាងក្រៅមហាទុនសាយតេជោសែនជ័យបាទមហាទុនសាយតេជោសែនជ័យនៅពេលនេះស្ថិតនៅខ្សែទឹកខាងក្រៅនៅតែប៉ុណ្្នេះទេបាទមិនទាន់ហ៊ានថាបងព្រៀបមិនទាន់ហ៊ានថាលូតបណ្ណាទេបាទមហាទុនសាយតេជោសែនជ័យឧបត្ថម្ភដោយអាដាមបណ្ឌិតសភាចាហងជួនអរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំជំនាន់និងកីឡាចាចៅពេជ្រកុមារបុប្ផាជ្រោយថ្មខ្សែទឹកខាងក្នុងខ្សែទឹកខាងក្រៅមហាទុនសាយតេជោសែនជ័យចាកុកបានអ្នកនៅហ្នឹងមូលដ្ឋានហ្នឹងបង្កុកអើយបង្កុកលឿនមែនបាទបង្កុកអើយចាប់មហានសាយផងតែមហានសាយលឿនដែរហ្នឹងលឿនដែរក៏ប៉ុន្តែទៅមិនរួចតែមិនដាច់ទេបាទល្បឿននេះលឿនមែនទេបាទខុសត្រូវតែបន្តិចបន្តួចទេនៅពេលនេះឃើញថាខ្សែទឹកខាងក្នុងចៅពេជ្រកុមារបុប្ផាជ្រោយថ្មបានទទួលជ័យជំនះ